វិញដាក់ទី9ហើយតើអ្នកទាំងអស់គ្នាគួរត្រៀមខ្លួនបានណាដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងឌីប្លូមសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះវីរៈសុខលៀបជាសិស្សថ្នាក់ទី11ថ្មីនៃឆ្នាំ2026និងជាអតីតបេក្ខជនឌីប្លូមឆ្នាំ2024ទទួលបាននីតិល្អថ្ងៃនេះយើងមានកត្តាសំខាន់ចំនួន2ដែលជាកត្តាកលើសម្រាប់អ្នកទាំងអស់គ្នាអាចយកធ្វើជាគំរូបានកត្តាទី1នោះគឺកត្តាខ្លួនឯងបានជាពីចំណុចសំខាន់គឺការកំណត់នីតិនៅត្រង់ចំណុចនេះខ្ញុំចង់បង្ហាញថាការកំណត់នីតិគឺសំខាន់ក្នុងនាមយើងសិក្សានុសិស្សបងប្អូនគួរដាក់គោលដៅទៅរកនីតិដែលស្របទៅតាមសមត្ថភាពឬក្តីសម័យរបស់ខ្លួនព្រោះវាជារឿងដ៏សំខាន់នៅពេលដែលយើងបានកំណត់អ្វីដែលខ្លួនចង់បាននោះការខិតខំរបស់យើងក៏ស្មើដែរតាមនីតិដែលយើងចង់បានដូចគ្នាប៉ុន្តែប៉ុណ្ណោះវាបានបង្ហាញពីមោទនភាពចំពោះខ្លួនឯងនិងគ្រួសារផងដែរចំណុចទី2នោះគឺការខំរៀនពីដើមឆ្នាំបងប្អូនដែលនឹងត្រូវប្រឡងឆ្នាំ2026គួរតែខំរៀនពីដើមឆ្នាំកាលណាបើយើងខំរៀនពីដើមឆ្នាំនោះការភ័យខ្លាចរបស់យើងក៏ត្រូវបានកាត់បន្ថយផងដែរដោយសារតែវាបានធ្វើឲ្យយើងស្ទាត់ជំនាញទាំងប្រភេទលំហាត់សំណួរនិងការតែងក្តីជាដើមលើពីនេះការខំរៀនពីដើមឆ្នាំគឺជាកត្តាជំនួយទឹកចិត្តយើងឆ្ពោះទៅរកអ្វីដែលយើងចង់បាននិងឆាប់បានឃើញផលស្អប់គ្នាចង់ចាំពាក្យថានីតិល្អមិនរត់រកអ្នកដែលខ្ជិលរៀននោះទេកត្តាទី2នោះគឺកត្តាគ្រួសារនិងកត្តាសង្គមអ្វីគឺជាកត្តាគ្រួសារនិងកត្តាសង្គមកត្តាគ្រួសារនិងកត្តាសង្គមគឺជាការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួនការលើកទឹកចិត្តគឺសំខាន់ណាស់ព្រោះវាជួយបង្កើនភាពតស៊ូនៅពេលដែលអ្នកដទៃរំពឹងមកលើយើងជឿជាក់មកលើយើងនោះយើងខ្លួនឯងនឹងមិនចោះចាញ់ទេហើយចង់បង្ហាញថាសមត្ថភាពរបស់យើងមិនអន់ទេមិនបាក់ទឹកចិត្តហើយចាប់ខ្លួនតែពាក្យមួយឃ្លាថាមានបញ្ហាក៏ត្រូវមានដំណោះស្រាយបើអ្នកទាំងអស់គ្នាមានចំណងអ្វីបន្ថែមអាចសួរមកខ្ញុំបានខ្ញុំនឹងធ្វើការឆ្លើយឲ្យបានគ្រប់គ្នាទៅតាមអ្វីដែលខ្ញុំយល់ជាកិច្ចបញ្ចប់ខ្ញុំសូមអរគុណសម្រាប់ការស្ដាប់វីដេអូមួយនេះ